ស្ដីបងប្អូនគ្នាចឹងនេះមកតាមសំណុំពរឲ្យបងសេរីដែលគាត់ឆាតមកខ្ញុំគាត់ចង់បានពីរបៀបដំឡើងដើមផ្ការំដួលណាដោយបានឃើញក្នុងវីដេអូអញ្ចឹងផ្ការំដួលចឹងមានច្រើនពើបងប្អូនស្រឡាញ់ពើអីដំឡើងពើហ្នឹងទៅហើយសម្ភារៈហ្នឹងមានអត់ច្រើនទេមានលួសដើមមួយជាមួយនឹងស្គុតរុំដើមផ្កាណាចាជាដំបូងឡើយយើងយកស្គុតហ្នឹងមករុំជាមួយនឹងដើមផ្កាអញ្ចឹងការរុំនេះរុំមកល្មមដែលបងប្អូនស្រឡាញ់ត្រឹមណាយើងរុំត្រឹមហ្នឹងទៅហើយទៅយើងយកតងផ្កាហ្នឹងមកភ្ជាប់ជាមួយការរុំហ្នឹងរុំឲ្យណែនល្អដើម្បីពេលដែលយើងកាច់រាងផ្កាទៅស្អាតហើយយើងរុំទៅយើងចង់បានតងផ្កាប្រមាណ2 3 4 5ទៅតាមតម្រូវការរបស់យើងអញ្ចឹងវីដេអូនេះខ្ញុំថតយប់ខ្ទង់ប្រហែលជាម៉ោង12ម៉ោង1យប់ហើយដោយសារភ្ញៀវគាត់កំងបញ្ញាប់អញ្ចឹងទៅខ្ញុំធ្វើជូនទាំងយប់ហើយនឹកឃើញក៏ធ្វើវីដេអូជូនទៅអញ្ចឹងចំពោះអ្នកដែលបានចង់ទិញសម្ភារៈផ្កាអាចឆាតចូលនៅក្នុងmessage ខ្ញុំក៏បានហើយអាចតម្លាក់ comment ក៏បានដែរអញ្ចឹងបើសិនបងប្អូនមើលវីដេអូនឹងអត់ទាន់ឆ្ងល់កន្លែងណាអាច short screen មកសួរខ្ញុំនៅក្នុង message ក៏បានតម្លាក់ចូល comment ក៏បានដែរបងប្អូនអញ្ចឹងពេលដែលយើងរុំរួចហើយបងប្អូនអាចកាត់តម្រឹមហើយយើងទាញតងផ្កាទៅតាមពេលដែលយើងស្រឡាញ់ណាចង់ទាញទៅឆ្វេងទាញទៅស្ដាំហើយយើងកាត់ទៅតម្រូវការយើងប៉ុណ្ណាយើងកាត់យកប៉ុណ្ណឹងទៅព្រោះលួសដើមយើងវែងអញ្ចឹងសម្រាប់បងប្អូនដែលចង់បានវីដេអូឬក៏ចង់មានចម្ងល់អីបងប្អូនចង់ដឹងតាមដាន page ខ្ញុំអាចចុច like page មួយ follow page ខ្ញុំមួយខ្ញុំនឹងមានវីដេអូឬក៏ព័ត៌មានអីថ្មីៗដាក់ចូលនៅក្នុង page ផ្កាអរគុណបងប្អូនទាំងអស់គ្នា